បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទសាជាថ្មីម្ដងទៀតហើយអញ្ចឹងថ្ងៃនេះយើងមកនិយាយគ្នាតាក់ទងនឹងការប្រកួតក្រុមបិសាចក្រហម Manchester United បាទជាមួយនឹងក្រុម Sunderland កាលពីម្សិលមិញបាទអញ្ចឹងយើងឃើញថាលទ្ធផលគឺបិសាចក្រហម Manchester United យកឈ្នះទៅលើក្រុមបាល់ទាត់ Sunderland លទ្ធផលគឺ2-0បាទហើយក្រុម Sunderland គឺជាក្រុមមួយដែលតម្លើងមកបាទ Clay Premier League ណ៎ហើយឃើញថាលទ្ធផលគឺឃើញថាទម្រង់បិសាចក្រហម Manchester United គឺរក្សាដដែលទេតែគ្រាន់តែមានការផ្លាស់ប្ដូរកីឡាករលេង11អ្នកដំបូងបាទជម្រើស11អ្នកដំបូងអញ្ចឹងយើងឃើញថាការរកគ្រាប់បាល់លើកដំបូងនោះគឺធ្វើបានដោយ Mason Mount ដោយ assist ដោយកីឡាករ Mbeumo ហើយគ្រាប់បាល់ទី2គឺធ្វើបានដោយ Benjamin Sesko បាទគឺ Benjamin Sesko ទាត់បញ្ចូលទេណាអញ្ចឹងពីគ្រាប់នេះគឺកីឡាករទាំងពីររូបនោះគឺរកបានគ្រាប់បាល់ហ្នឹងហើយតែមើលតម្រង់លេងគឺមើលថាសម្រាប់ខ្ញុំថាលេងមិនទាន់ជាល្អសំតង់គ្នាទេដូចខ្ញុំបាននិយាយនៅវីដេអូខាងមុខថាអ្នកចាំទីដៃថ្មីគួរណាស់តែដាក់ឲ្យគាត់លេងឥឡូវនេះគឺលោក Robin Amorim គាត់បានដាក់ឲ្យលេងហើយគឺជាការប្រកួតដំបូងរបស់គាត់ហើយក៏ជាលើកដំបូងដែលគាត់ធ្វើឲ្យ clean sheet នៅការប្រកួតដំបូងនៅក្រុមបិសាចក្រហម Manchester United អញ្ចឹងហ្គេមទី1គាត់ clean sheet ប៉ុណ្ណឹងហើយឃើញថាការប៉ះមួយ Sunderland គឺគាត់ save បានបាល់បាន2ដងគឺបាល់សុទ្ធតែគ្រោះថ្នាក់មែនតើខ្ញុំឃើញបាល់ទី1ដូចជាសុទ្ធពី Zaka ជាអតីតខ្សែបម្រើរបស់ក្រុមកំភ្លើងធំ Arsenal បានសុទ្ធបាញ់ជើងពីចម្ងាយទៅគឺឃើញថាបាល់ខ្លាំងហើយលឿនណាបើសិនជា Lemon គាត់មិនហក់ផ្ទះពេលនោះទេប្រហែលជាអាចចូលមុំជ្រុងកៅហើយបាទ90 ដឺក្រេហើយគឺចូលជ្រុងកៅតែម្ដងអញ្ចឹងឃើញថា Lemon គាត់ហក់ទៅជួយសង្គ្រោះបាល់បានលឿនមែនតើបាល់នេះគឺជាថាបាល់លឿនបំផុតសូម្បីតែកាមេរ៉ាចាប់ក៏ចាំចង់ទាន់ផងបាទពិតជាល្អមែនតើបើសិនជាចាប់ពេលនោះមិនមែនជាអ្នកចាំទី Lemon មិនដឹងជាយ៉ាងណាទេហ្នឹងហើយអញ្ចឹងកុំអីតាមយក2-1បាត់ទៅហើយដូចជាមកគ្រាប់ទៀតគឺបាល់ស្លាកឆ្វេងដូចគេរត់ទៅ Sunderland កីឡាករ Sunderland មួយណាខ្ញុំភ្លេចឈ្មោះហើយគឺរត់ទៅគឺសុទ្ធទៅគឺបាល់គឺសុទ្ធចូលប្រឡោះជើងតែអ្នកចាំងូនគឺបានបិទជើងក្រោមតន់បាទប៊ីគឺថាអ្នកការទីខ្ពស់ភាគច្រើនគឺអន់ជើងក្រោមដូចជាកូត័យហ្នឹងអ្នកចាំទីអាស្រង់យើងហៅថាអាស្រង់នៅ Real Madrid ហ្នឹងគឺកូត័យគឺអាសាចូលប្រឡោះជើងតែអ្នកចាំទី Lemon គឺបានធ្វើបានលះហើយល្អទៀតបាទសូមសរសើរគាត់រែកឲ្យគាត់ខ្ពស់ទុកខ្ពស់ល្អកីឡាករប្រចាំ best player ចាំការប្រកួតជាមួយនឹងប៉ះជាមួយ Sunderland នេះគឺថាគាត់បានផុសនៅក្នុង social media របស់គាត់ដែរផុសថា first match clean sheet ហ្នឹងហើយអញ្ចឹងមានថាការប្រកួតដំបូងគឺធ្វើ save បាន clean sheet តែម្ដងគឺគ្មានចូលមួយគ្រាប់ទេគឺ save បាល់បានស្អាតគឺគ្មានបានឲ្យថាខាងគូបដិបកបានមួយគ្រាប់នោះទេបាទគឺ0 0ផងមាត់តែម្ដងនៅឯដូចខ្ញុំបាននិយាយនៅវីដេអូខាងមុខថាទិញមកហ្នឹងទិញទុករហូតតតែ Robin Amorim នឹងចាក់ចេញពីបិសាចបានដាក់គាត់ឲ្យលេងខ្ញុំចង់ឲ្យដាក់តាំងពេលទិញមកមែនព្រោះខ្ញុំមិនតែយើងគេហៅថាកោការរបស់ក្លឹបគឺត្រូវការពិនិត្យសុខភាពវឹកហាត់ជាមួយ fit ជាមួយដើម្បីឲ្យ fit ជាមួយនឹងកីឡាករផ្សេងហើយដឹងពីការលេងខ្លាចគាត់មានបញ្ហារបួសអញ្ចឹងណាហ្នឹងហើយអញ្ចឹងប៉ុន្តែខ្ញុំឃើញអ្នកចាំទី Donnarumma របស់ Manchester City គឺថាទិញមកគាត់ថាដាក់ឲ្យលេងតែម្ដងបាទពិតជាអស្ចារ្យមែនតើហើយក៏ឃើញថាបើសិនជាដាក់ Lemon តាំងពីប្រកួតមុនមកមិនដឹងថាប្រហែលជាក្រុម Manchester United មិនដឹងល្អប៉ុណ្ណាទេបាទហើយបើស៊ីថ្ងៃដែល
ប៉ះមួយសាន់ដឺឡែននេះខ្ញុំនិយាយតាមត្រង់ថាទម្រង់លេងដូចជាមិនទាន់សូវជាល្អទេឃើញថាបាល់ទី1របស់ Mason Mount គឺធ្វើបានដោយទេពកោសល្យរបស់គេហៅថាជំនាញរបស់ Mason Mount គឺថាគេហៅថាលេងដោយគេហៅថាលេងល្អសម្រាប់គាត់គឺតិចនិចគាត់ទប់បាល់ហើយគាត់សុទ្ធប៉ែនទៅចូលហ្គោលគឺគេហៅថាជាគេហៅថាការលេងរបស់គាត់ហើយសម្រាប់កីឡាករ Benjamin Sisko ពេលដែលបាល់ឡងបាល់លើមកក្បាលរបស់កីឡាករ Sunderland គឺគាត់ប៉ែនចូលទៀតបាទអញ្ចឹងពេលខ្លះការដែលរកគាត់បាល់ពីក្របនេះឃើញថាវារៀងថាគួបផ្សំនឹងគេហៅថានៅការប្រឹងប្រែងការជំនាញការលេងរបស់កីឡាករផងដែរហ្នឹងហើយអញ្ចឹងការប្របាល់ទី1វាជា team work មួយហើយហ្នឹងហើយអញ្ចឹងយើងយល់ឃើញថាអញ្ចឹងអ្វីដែលខ្ញុំចង់និយាយគឺថាជាសមត្ថភាពរបស់កីឡាករមួយហ្នឹងហើយឃើញថាលេងគឺនៅគេហៅថាមិនទាន់ជាយល់ចិត្តគ្នាហើយយើងចំណាញ់បាល់បន្តិចបើសិនជាយើងគិតជាផលប្រយោជន៍រួមកុំឲ្យវាថាបកគលឬមួយក៏ចង់យកលទ្ធភាពល្បីល្បាញនៅក្នុងក្លឹបហ្នឹងវារៀងពិបាកតិចតែបើយើងលេងជាក្លឹបចង់ឲ្យបៀក្លឹបនេះសួរថាយើងមានសមត្ថភាពគ្រប់គ្រាន់ដែលអាចថាអាចបញ្ចប់ទីបានសម្រាប់ដោយមាន talent គេហៅថាទេពកោសល្យពីដែលដងមកពីការ work hard ពីជំនាញតាំងពីកំណើតមកអត់ហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំនិយាយតែប៉ុណ្្នឹងហើយហើយសង្ឃឹមថាក្រុមបិសាចក្រហម Manchester United ជំនួបក្រោយប៉ះជាមួយនឹងហង្សក្រហម Liverpool នឹងធ្វើបានល្អហ្នឹងហើយអញ្ចឹងសង្ឃឹមថាអ្នកចាំទី Saint Lemon ដៃថ្មីរបស់ក្រុមបិសាចក្រហម Manchester United នឹងជួយឲ្យក្រុមបិសាចក្រហម Manchester United យកឈ្នះនឹងកាន់តែល្អប្រសើរទៅមុខទៀតបាទអញ្ចឹងសូមអរគុណច្រើនអ្នកនរបាទសូមជម្រាបលា